បាទលោកស្រីនឹងញ៉ាទីមត្រីបាទនេះជាទស្សនវិជ្ជាចេញពីទីលានបាល់ទាត់នៅក្នុងពុកឡាឋានជាតិមកដកដេជូបាទកីឡានេះជាការប្រកួតទី2នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់មុនបើករដូវកាល Pre-Season Cup 2026 រវាងក្លឹបបាល់ទាត់ Galang International ជាមួយនឹង Eastern District បាទក្រុម Eastern ឯកសណ្ឋានពណ៌ក្រហមចំណែកឯ Galang ឯកសណ្ឋានពណ៌ខ្មៅការប្រកួតនេះចាប់ផ្ដើមនៅម៉ោង 7 យប់ក្រោមការដឹកនាំបញ្ជាការប្រកួតដោយលោកអញ្ញាកណ្ដាលអ៊ីវទីណាការប្រកួតចាប់ផ្ដើមភ្លាមមិនបាន1នាទីស្រួលបួលផងក្រុមបាល់ទាត់ Galang International ក៏រកបានគ្រាប់បាល់នាំមុខមុនដោយការទាត់ចេញកាត់ចេញពីកីឡាករ Nasrul ហើយបាល់នេះក៏មានកំហុសទៅប៉ះជើងខ្សែការពាររបស់ក្រុមបាល់ទាត់ Eastern District ចូលទីខ្លួនឯងបាទធ្វើឲ្យ Galang នាំមុខ1-0នៅនាទីទី1បាទនេះរូបភាពបញ្ជាក់កន្លែងដែលក្រុមបាល់ទាត់បាទ Galang ពិសេសកីឡាករ Nasrul បាទកាត់បាល់ចេញបានល្អមែនទែនហើយបាល់នេះក៏មកប៉ះបាទជើងកីឡាកររបស់ក្រុម Eastern District តែម្ដងបាទមិនទាន់អស់ចិត្តយើងឃើញហើយ Galang ក៏មានឱកាសម្ដងហើយម្ដងទៀតដែរទាត់ចេញពី Ogawa ក៏ប៉ុន្តែប៉ះចុងដៃអ្នកចាំទីបាទនេះរូបភាពបញ្ជាក់កន្លែងដែល Ogawa ទាត់ជើងឆ្វេងមកប៉ះចុងដៃអ្នកចាំទី Polo Zerza បាទប៊ីសមានគ្រាប់បាល់ទី2កើតឡើងបាទនៅនាទីទី8បាទសម្រាប់ក្លឹបបាល់ទាត់ Galang International យ៉ាងណាក៏ដោយយើងឃើញហើយបាទក្រុម Eastern District ក៏បានដាក់សម្ពាធរហូតបានបាល់ free kick កន្លែងនេះគឺនៅនាទីទី14ដែលក្រុមបាល់ទាត់ Eastern District វាយបកតាមស្មើក្រោយពីកីឡាករម្ចាស់អាវលេខ9 Lucas da Silva បន្ថែមគ្រាប់បាល់ចូលទីឲ្យក្រុមពេលបន្ទាប់ពីកីឡាករ Zusa ជាអ្នកបញ្ជូនបាល់ចេញឲ្យបាទចប់វគ្គទី1ក្រុមទាំងពីរស្មើគ្នា1-1បាទការប្រកួតវគ្គទី2កាន់តែអស្ចារ្យបន្ថែមទៀតសម្រាប់ក្រុមទាំងពីរពិសេសក្រុមបាល់ទាត់ Eastern District បាទដែលមានឱកាសបាទរកបានគ្រាប់បាល់ជាបន្តបន្ទាប់កន្លែងនេះឱកាសរបស់ក្រុម Galang International Harris ទាត់បាល់ពីចម្ងាយហើយអ្នកចាំទីរបស់ក្រុម Eastern ក៏ទាត់បាល់ចេញពុំដូច្នោះទេអាចនឹងមានគ្រាប់បាល់នាំមុខវិញនៃរូបភាពបញ្ជាក់កន្លែងដែល Polo Zeza បាទទះបាល់ពីកាល់ទាត់ចេញរបស់កីឡាករ Harris យ៉ាងណាក៏ដោយ Eastern District ក៏បានដាក់សម្ពាធទៅលើគូប្រកួតវិញដែរហើយកន្លែងនេះទាត់មួយជើងដូចគ្នាក៏ប៉ុន្តែមិនមានគ្រាប់បាល់កើតឡើងភ្លាមនោះទេនេះរូបភាពបញ្ជាក់ឡើងវិញឱកាសរបស់ Eastern District បាទដែលទាត់ចេញហើយក៏អ្នកចាំទី Milos ជះបាល់ចេញបានឱកាសរបស់ក្រុមបាល់ទាត់ Eastern District ក៏កើតមានបន្តបន្ទាប់កន្លែងនេះឱកាសអូសបាល់ទៅរបស់កីឡាករ Silva ហើយខ្សែការពាររបស់ Galang ធ្វើឲ្យមានកំហុសទៅលើ Silva បាទគាត់បញ្ជែងហើយបញ្ជែងទៀតទីបំផុតដួលនៅក្នុងប្រអប់អាជ្ញាកណ្ដាលឲ្យបាល់11ម៉ែត្របាទទីបំផុតបាទកីឡាករ Lucinho Humberto ក៏ទាត់បញ្ចូលទីបាល់11ម៉ែត្របានសម្រេចនៅនាទីទី59បាទនេះជាការអបអរសាទររបស់ Lucinho បាទក្រោយពីធ្វើបានជោគជ័យដោយការទាត់បាល់11ម៉ែត្រអ្នកចាំទីលោតឆ្វេងគេទាត់ទៅស្ដាំបាទពិតជាល្អមែនទែនបាទសម្រាប់កីឡាកររបស់ក្លឹប Eastern រូបនេះបាទក្រោយពីក្រុមបាល់ទាត់ Eastern នាំមុខ 2-1 យើងឃើញថា Galang ក៏ព្យាយាមដាក់សម្ពាធទៅវិញដែរក៏ប៉ុន្តែมันអាចរកគ្រាប់បាល់បានសម្រេចនោះទេផ្ទុយទៅវិញបាទក្លឹបបាល់ទាត់ Eastern District ក៏វាយបកបានមួយគ្រាប់បន្ថែមទៀតបាទកន្លែងនេះជាការទាត់បញ្ចូលទីរបស់កីឡាករ Lucas Silva គ្រាប់ទី2និងជាគ្រាប់ទី3របស់ក្លឹបបាល់ទាត់ Eastern District គ្រាប់ទី3នេះក៏ធ្វើឲ្យក្រុមទាំងមូលបាទមានភាពរីករាយបាទនេះរូបភាពបញ្ជាក់ឡើងវិញកន្លែងដែលបាទកីឡាករ Lucas Silva ទាត់បញ្ចូលទីល្អអស់ទោះតែម្ដងផុតអ្នកចាំទី Milos ហើយគ្រាប់បាល់នេះបាទឃើញថារក្សារហូតទៅដល់ចប់ការប្រកួតភេសជ្ជៈបើកម្លាំងគ្រុឌទទួលយកធម្មពលជាមួយគ្រុឌ V-Active មោទកភាពភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកបានល្អហើយឆាប់រហ័ស